សាបាញ់ថែចន្ទីឲ្យចេញផ្កាលឿនហើយចេញស្រស់ល្អអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានដំណាំចន្ទីបាញ់បញ្ចេញត្រួយវគ្គ2ឬឆាត់ទី2បាន5ថ្ងៃទៅមួយអាទិត្យបើសិនជាត្រួយចេញស្រស់ល្អ 70-80% ហើយបងប្អូនប្រើតែ2មុខនេះគឺអូខេមែនតើសម្រាប់ការបាញ់បញ្ចេញផ្កាអញ្ចឹងបងប្អូនត្រូវចាំថាចន្ទីចេញត្រួយវគ្គ2ឬក៏ត្រួយឆាត់ទី2បាន5ថ្ងៃទៅមួយអាទិត្យតែចេញបាន 80% បងប្អូនប្រើ2មុខនេះចាឈុតវាយើងប្រើអានេះ2កញ្ចប់ជីទឹកលេខជីម្សៅលេខ2កញ្ចប់ជាមួយនឹងស៊ុប៊ឺកាល់ស្យូម1ដបទឹក2000លីត្រតម្លៃ 180000 សម្រាប់ឈុតហ្នឹងប៉ុន្តែបើសិនជាចន្ទីបងប្អូនចេញត្រួយវគ្គ2អត់ស្មើ20-30-40% អញ្ចឹងយើងត្រូវការបន្ថែមជាមួយនឹងជីទឹកលេខ1យើង3មុខហ្នឹងបាញ់នៅពេលចន្ទីបញ្ចេញត្រួយឆាត់ទី2ឬវគ្គទី2បាន5ថ្ងៃបងប្អូនទៅការបាញ់3មុខនេះពេលដែលបាញ់3មុខនេះចូលទៅវាជំរុញឲ្យត្រួយចេញមកស្រស់80ទៅ100% ហើយវាត្រៀមបញ្ចេញផ្កាមកផ្កាក៏វាបញ្ចេញស្រស់ការចេញលឿនដូចគ្នាអញ្ចឹងបងប្អូនចេញត្រួយស្រស់នៅអាយុពេលដែលចន្ទីចេញត្រួយវគ្គ2ចេញមក 80% យើងប្រើតែ2មុខតែបើចេញអត់ស្រស់ចេញ 30-40 យើងថែមអានេះ1មុខទៀតគឺ3មុខអញ្ចឹងបើបងប្អូនចង់ឲ្យប្រើបច្ចេកទេសថែទាំចន្ទីផ្ដល់អាហារបាញ់ប៉ុននឹងឲ្យត្រូវពេលត្រូវវេលាចេញផ្កាឲ្យលឿនទាន់ចិត្តចេញក្តឹបឲ្យលឿនទាន់ចិត្តបេះលឿនបងប្អូនត្រូវថែទាំឲ្យបានត្រឹមត្រូវផ្ដល់អាហារគ្រប់គ្រាន់អញ្ចឹងបងប្អូនមានចម្ងល់អីចង់កំងយើងហ្វ្រីសេវាដឹកទូទាំងប្រទេសហើយផ្ដល់ប្រឹក្សាជូនបងប្អូនទាំងអស់រាល់បញ្ហារបស់ចន្ទីពីដើមដល់ចប់ចាអរគុណ